សូមចូលរួមសោកស្ដាយចំពោះប្រទេសហ្វីលីពីនផងព្យុះបិសាចហ្វុងវ៉ងបានទៅដល់ដីគោកហ្វីលីពីនហើយជាមួយកម្លាំងខ្យល់180គីឡូម៉ែត្រក្នុង1ម៉ោងបូករួមជាមួយនឹងខ្យល់កន្ត្រាក់230គីឡូម៉ែត្រក្នុង1ម៉ោងខណៈមនុស្សជាង900,000នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពនិងជើងហោះហើររាប់រយជើងបានផ្អាកតាមការផ្សាយរបស់ BBC នៅថ្ងៃច័ន្ទទី10ខែវិច្ឆិកាឆ្នាំ2025មហាព្យុះទីហ្វុងនេះបានវាយប្រហារខេត្តអូរ៉ូរ៉ាពេញទំហឹងនៅម៉ោង 9:10 នាទីយប់ថ្ងៃសៅរ៍ដោយភ្លាមៗនោះវាបានបណ្ដាលឲ្យមនុស្ស2នាក់បានបាត់បង់ជីវិតដោយសារឥទ្ធិពលដ៏កាចសាហាវរបស់ព្យុះនេះហ្វីលីពីនបានចេញការព្រមានរួចហើយអំពីហានិភ័យនៃគ្រោះថ្នាក់ដល់ជីវិតហើយមានការព្យាករណ៍ថាវានឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លាឈានដល់ការបង្កើតជាទឹកជំនន់និងបំណាក់ដីធ្ងន់ធ្ងរនៅតាមតំបន់នានាជាពិសេសតំបន់ភ្នំតែម្ដងព្យុះថ្មីនេះបានមកដល់ស្របពេលដែលហ្វីលីពីននៅមិនទាន់ធូរស្រាលផងពីព្យុះកាម៉ាជីដែលវាប្រហារកាលពីដើមសប្តាហ៍មុនបណ្ដាលឲ្យមនុស្ស224នាក់ស្លាប់ជាពិសេសនៅខេត្តសេប៊ូយ៉ាងណាទូកាម៉ាជីបានក្លាយជាព្យុះដ៏សាហាវបំផុតប្រចាំឆ្នាំរួចទៅហើយក៏ដោយប៉ុន្តែនៅតែចាំមើលថាតើព្យុះថ្មីហ្វុងវ៉ងនឹងចូលខ្លួនក្លាយជាព្យុះខ្លាំងជាងកាម៉ាជីហើយបង្កជាការបំផ្លិចបំផ្លាញធំធេងខ្លាំងកម្រិតណាព្រោះបើតាមការសង្កេតឃើញព្យុះហ្វុងវ៉ងមានទំហំធំជាងប្រទេសហ្វីលីពីនទៅទៀតប្រភព BBC Credit KPT International តាក់ទងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា